អង្គុយសង្កប់ធ្វើតែការដល់ថ្ងៃសៅរ៍ក៏មិនដឹងទៅណាខណាត់មិត្តភ័ក្តិតើយើងទៅចំការនៅទីនោះសម្បូរផ្លែឈើហូបផ្កាឯនៅក្នុងស្រះវិញមានមច្ឆាគ្មានសំឡេងស៊ីម៉ាំងឡានឮតែសំឡេងសត្វស្ងាត់ធ្វើឲ្យអារម្មណ៍ល្អរីករាយនឹងទេសភាពដោយបើកចំហសម្រាប់ព្រៃភ្នំស្អាតដូចស្រីក្រមុំរីឯទេសភាពបានឆក់យកបេះដូងខ្ញុំឆ្លបកផាយផាន់ធ្វើចិនរំសាយមកដល់ទីនេះគ្មានអារម្មណ៍ខាងណាយសប្បាយនឹងទេសភាពបែរិរីនៅធម្មជាតិបានមកម្ដងហើយចង់មកម្ដងទៀតព្រោះតែបេះដូងខ្ញុំនេះមិនចង់ឃ្លៀ